បាទជំរាបសួរបងប្អូនទាំងអស់គ្នាបាទជាទីគោរពស្រឡាញ់បាទនៅក្នុងនឹងក្រៅប្រទេសទាំងអស់គ្នាបាទ fan ចាស់ fan ថ្មីបាទហ្នឹងហើយវីដេអូនេះខ្ញុំនិយាយអំពីអឺមនុស្សមួយចំនួនដែលគាត់មិនមែនគាត់ល្ងងទេគាត់ខ្វះចំណេះដឹងណាគាត់អត់ដឹងបាទនៅពេលដែលគ្រួសារណាម្នាក់មានបញ្ហាឬក៏មនុស្សស្រីណាប្រុសណាម្នាក់ដែលមានបញ្ហាបាទមិនថាដល់ជីវិតមិនថាគាត់មិនអស់ជីវិតនៅជីវិតឬក៏មិនអស់ជីវិតឬក៏នៅជីវិតបាទបញ្ហាពីរហ្នឹងហើយមានមនុស្សច្រើនបាទនៅក្នុងចំណោមនោះបងប្អូនចាំចំណាំមើលនឹងមានមនុស្សដែលទៅឧទាហរណ៍ថាខ្ញុំរាប់ចាប់ពី3នាក់ឡើងលើគឺខ្ញុំហៅជាក្រុមហើយ5នាក់7នាក់8នាក់10នាក់20នាក់30នាក់100នាក់អីជាដើមឬក៏នៅក្នុងកម្មវិធីអ្វីមួយនៅក្នុងកម្មវិធីដែលគេហៅថាកម្មវិធីដែលទុកធំគឺកម្មវិធីបុណ្យសពបាទអញ្ចឹងឲ្យទៅតាក់ទងជាមួយនឹងកម្មវិធីដែលកាន់ទុកហើយមានមនុស្សមួយចំនួនតូចបុគ្គលម្នាក់ឬក៏2នាក់បាទដែលគាត់ឈរនិយាយគ្នាលេងសើចបាទអោបដៃច្រត់ចកេះបាទពាត់ដៃឬក៏យកដៃជ្រងសោកកប៉ាវខ្ញុំចង់ជម្រាបប្រាប់ថាបងប្អូនពេលដែលបងប្អូនឃើញបុគ្គលបែបនោះតើបងប្អូនមានអារម្មណ៍យ៉ាងណាពេលដែលគេកំពុងតែមានទុក្ខហើយគាត់សោចច្បាស់ណាស់អ្នកដែលមិនដឹងគឺគ្មានបញ្ហាអ្នកដែលដឹងគឺគាត់នឹងអន់ចិត្តគាត់នឹងមានចិត្តមួយថាអញកើតទុក្ខប៉ុណ្ណាណីវានាំគ្នាមកសោចសប្បាយវានាំគ្នាមកធ្វើដូចបែបលក្ខណៈមិនអើពើណាមិនចាប់អារម្មណ៍មិនឈឺចាប់រឿងនេះបងប្អូននឹងជួបអញ្ចឹងខ្ញុំសូមផ្ដាំដល់បងប្អូនទាំងអស់គ្នាថាប្រសិនបើបងប្អូនចូលរួមនៅក្នុងការកាន់ទុក្ខក្រុមគ្រួសារណាមួយជួយដូចជាជួយអ្នកដែលគាត់មានកំពុងតែមានបញ្ហាមិនទាន់ដល់ជីវិតទេតែគាត់កំពុងតែមានបញ្ហាធ្ងន់ធ្ងរតាក់ទងជាមួយការបាក់ដៃបាក់ជើងឬក៏មុតនេះមុតនោះអញ្ចឹង10នាក់ក៏ដោយ20នាក់ក៏ដោយនៅទីនោះគឺត្រូវតែមានការគិតដោតទៅលើបុគ្គលនោះឲ្យមែនតែនជួយគាត់ខ្នះខ្នែងឲ្យមែនតែនកុំយកលុយជាធំបាទ